សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ផ្កាអរគីដេកុំភ្លេចជួយ Like និង Subscribe ផងណាថ្ងៃនេះ Admin យករៀនថ្មីមកសម្រាយទៀតហើយបាទមនុស្សតែងតែនិយាយថាអ្វីៗកើតឡើងដោយសារតែមានហេតុផលប៉ុន្តែហេតុអ្វីបានជាគេនិយាយដូចនេះតោះយើងមកស្វែងយល់តាមរយៈរឿងនិទានមួយថ្ងៃមួយនៅក្នុងព្រៃស្ងប់ស្ងាត់មួយក្មេងប្រុសម្នាក់បានមកជួបនឹងលោកអេសីដ៏មានប្រាជ្ញាម្នាក់រូបរាងរបស់គេមើលទៅកំពុងខូចចិត្តយ៉ាងខ្លាំងដោយមានទឹកភ្នែករមៀលចុះមកលើផ្ទៃមុខលោកអេសីក៏សួរទៅគេដោយថ្នមៗថាកូនអាយតើមានរឿងអ្វីកើតឡើងក្មេងប្រុសនោះតបវិញថាអ្វីដែលខ្ញុំមានបាត់បង់អស់ហើយពួកចៅបានលួចយកទៅអស់ខ្ញុំគ្មានសល់អ្វីទាំងអស់សូម្បីតែផ្លូវត្រឡប់ទៅផ្ទះវិញតើរឿងបែបនេះអាចជារឿងល្អបានយ៉ាងម៉េចទៅតើនរណាអាចនិយាយថារឿងនេះកើតឡើងដើម្បីផលល្អបានទៅលោកអេសីញញឹមយ៉ាងស្រទន់លោកនិយាយថាចាំខ្ញុំពន្យល់គឺតាមរយៈរឿងនិទានមួយហើយលោកក៏ចាប់ផ្ដើមនិទានកាលពីព្រៃនាយមានទឹកជំនន់ដ៏សែនអាក្រក់មួយបានវាយប្រហារភូមិតូចមួយអ្វីត្រូវបានហូរបាត់អស់ផ្ទះសម្បែងវាលស្រែសូម្បីតែក្តីសង្ឃឹមរបស់មនុស្សក៏បាត់បង់ដែរក្នុងចំណោមអ្នកដែលរងទុក្ខនោះមានកសិករក្រីក្រម្នាក់និងគ្រួសាររបស់គាត់ពួកគេបានបាត់បង់ស្រូវមួយក្តាប់តូចដែលបានសន្សំទុកសម្រាប់រដូវកាលនេះកូនប្រុសរបស់កសិករនិយាយដោយស្ងាត់ស្ងៀមថាមិនអីទេប៉ាអនុញ្ញាតឲ្យវាកន្លងផុតទៅចុះអ្វីដែលបានកើតឡើងគឺកើតឡើងដើម្បីផលល្អកសិករនោះក៏ខឹងឡើងហើយស្រែកថានេះជាពាក្យឈួតអីគេនឹងយើងបាត់បង់អ្វីទាំងអស់ផ្ទះយើងចំណីអាហារយើងតើរឿងនេះអាចល្អបានយ៉ាងម៉េចទៅគាត់ស្រែកឡើងហើយបណ្ដេញកូនថាទៅកុំនៅជិតខ្ញុំក្មេងប្រុសនោះក៏ចេញទៅទាំងទឹកភ្នែកច្រើនម៉ោងបានកំឡុងផុតទៅពេលថ្មីលេចកសិករចាប់ផ្ដើមស្ដាយពាក្យសម្ដីរបស់ខ្លួនស្របពេលនោះទូកសង្គ្រោះមួយក៏មកដល់ហើយជួយសង្គ្រោះពួកគេអ្នកភូមិម្នាក់និយាយថាអ្នកស្ដីបន្ទោសកូនប្រុសរបស់អ្នកដោយឥតប្រយោជន៍ហើយគេនិយាយត្រេះតាយ៉ាងណាមិញអ្នកបានរួចផុតជីវិតហើយប៉ុន្តែកសិករឆ្លើយដោយជូរជត់ថារួចជីវិតយើងនៅតែគ្មានផ្ទះគ្មានអាហារតើល្អត្រង់ណាភរិយារបស់គាត់ក៏ស្ទាបស្មារបស់គាត់ថ្នមនាងនិយាយថាយើងប្រហែលជាមិនមានច្រើនទេប៉ុន្តែកុំអស់សង្ឃឹមអីខ្ញុំនឹងចាប់ផ្ដើមធ្វើការនៅប្រទេសញាក់ចាំងខាងយើងនឹងអាចរស់រានបានតាមរបៀបណាមួយថ្ងៃបន្ទាប់កសិករនោះទៅទីក្រុងដើម្បីស្វែងរកការងារគាត់ព្យាយាមគ្រប់កន្លែងប៉ុន្តែគ្មានអ្នកណាជួលគាត់ទេគាត់នឿយធាត់ហើយអស់សង្ឃឹមក៏ត្រឡប់មកផ្ទះវិញគាត់សម្លឹងមើលខ្ទមទូចធ្វើពីចំបាំងរបស់ពួកគេរួចខ្សឹបថាកូនប្រុសរបស់ខ្ញុំក៏ទៅបាត់ដំណាំខ្ញុំក៏បាត់អស់ហើយមនុស្សនៅតែនិយាយថាអ្វីកើតឡើងដោយសារតែមានហេតុផលទៅទៀតភរិយារបស់គាត់និយាយដោយថ្នមថាគុំបារម្ភអីព្យាយាមម្ដងទៀតទៅអ្វីនឹងផ្លាស់ប្ដូរនៅថ្ងៃណាមួយកសិករងក់ក្បាលយឺតរួចដើរចេញទៅម្ដងទៀតនៅតាមផ្លូវគាត់បានជួបលោកអេសីម្នាក់ដែលសួរថាមិត្តឲ្យហេតុអ្វីបានជាអ្នកមើលទៅក្រៀមក្រំម្ល៉េះកសិករក៏និទានរឿងទាំងអស់ឲ្យលោកអេសីស្ដាប់អំពីរបៀបដែលទឹកជំនន់បានយកផ្ទះអាហារសេចក្តីសុខរបស់ពួកគេទៅអស់និងរបៀបដែលកូនប្រុសរបស់គាត់បានចាស់ចេញទៅលោកអេសីស្ដាប់ដោយយកចិត្តទុកដាក់ហិលនិយាយថានោះហើយជាមូលហេតុដែលខ្ញុំនិយាយថាអ្វីដែលបានកើតឡើងគឺកើតឡើងដើម្បីផលល្អរបស់អ្នកកសិករក៏ងឿងឆ្ងល់ហើយសួរថាតើលោកឯងនិយាយដូចនេះបានយ៉ាងម៉េចទៅខ្ញុំកំពុងរងទុក្ខរាល់ថ្ងៃលោកអេសីតបដោយស្ងប់ថាចម្លើយនឹងមកដល់ជាមួយនឹងពេលវេលាគង់បាត់បង់ជំនឿយប់នោះកសិករអង្គុយម្នាក់ឯងគិតយ៉ាងជ្រាវជ្រៅអំពីពាក្យរបស់លោកអេសីតើវាជាពិតមែនទេដែលគ្រប់រឿងកើតឡើងដោយសារតែមានហេតុផលច្រើនថ្ងៃក្រោយមកគាត់បានរកការងារជាមួយនឹងអ្នកជំនួញចិត្តល្អម្នាក់អ្នកជំនួញនោះបានបង់ប្រាក់ឲ្យគាត់បានសមរម្យនិងថែមទាំងឲ្យផ្ទះតូចមួយសម្រាប់គាត់រស់នៅទៀតយប់មួយមានគេកោសទ្វារពេលគាត់បើកទ្វារគាត់ក៏ស្ងាត់មាត់ជឹងនោះគឺកូនប្រុសរបស់គាត់ក្មេងប្រុសនោះនិយាយដោយញញឹមថាប៉ាអើយប៉ាបានផ្លាស់ទៅហើយមិនប្រាប់ខ្ញុំផងបន្ទាប់ពីខ្ញុំចាក់ចេញខ្ញុំបានរកការងារតូចមួយនៅទីក្រុងនិងបានសន្សំប្រាក់ម្ដងតិចគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមតូបតែមួយឥឡូវនេះខ្ញុំកំពុងរកស៊ីបានល្អហើយទឹកភ្នែករបស់កសិករបានហូរចេញពេលនោះគាត់បានដឹងថាការឈឺចាប់គ្រប់យ៉ាងបាត់បង់គ្រប់យ៉ាងបានដឹកនាំពួកគេយ៉ាងស្ងៀមស្ងាត់ទៅរកអ្វីដែលប្រសើរឡើយទៀតលោកអេសីបានបញ្ចប់រឿងរបស់លោកក្មេងប្រុសដែលស្ដាប់នោះតែភូមិម្នាក់និយាយថារឿងនេះពិរោះណាស់ប៉ុន្តែក្នុងករណីរបស់ខ្ញុំអ្វីត្រូវបានគេលួចយកទៅអស់តើមានអ្វីល្អអាចកើតឡើងពីរឿងនោះបានទៅលោកអេសីញញឹមហើយលោកដៃចូលទៅក្នុងអាផែនរបស់លោកនិយាយថាតាមពិតទៅខ្ញុំបានរកឃើញអ្វីមួយនៅក្នុងព្រៃនេះយកទៅចោះវាជាថ្មដ៏ភ្លឺចែងចាំង
គឺជាថ្មទស្សនវិជ្ជាក្នុងរឿងនិទានគឺជាថ្មអាចផ្លាស់ប្ដូរដែកទៅជាមាសក្មេងប្រុសនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងបាទរបស់ខ្ញុំមិនត្រូវបានគេលួចទេខ្ញុំនឹងមិនបានមកទីនេះឡើយមិនបានជួបលោកនិងមិនបានរកឃើញកំណៅទ្រព្យសម្បត្តិនេះទេលោកអេសេញញញឹមម្ដងទៀតហើយនិយាយថាដូច្នេះមិត្តរបស់ខ្ញុំតើយើងបានរៀនអ្វីពីរឿងថ្ងៃនេះតើហេតុការណ៍អាក្រក់ប៉ុណ្ណាដែលបានកើតឡើងនោះក៏ដោយពេលវេលានឹងផ្លាស់ប្ដូរអស់ម្នាបពេលវេលាដែលឈឺចាប់នឹងកន្លងផុតទៅគុំធ្វើការសម្រេចចិត្តដោយកំហឹងឬសេចក្តីក្រៀមក្រំឲ្យសោះឡាយព្រោះសូម្បីតែស្ថានភាពដែលអាក្រក់បំផុតក៏តែងតែដឹកនាំយើងទៅរកអ្វីដែលប្រសើរផងដែរ